បាទសួស្តីអ្នកទាំងអស់គ្នាជួបគ្នាម្ដងទៀតជាមួយនឹងរឿងកំពូលអ្នកប្រយុទ្ធនៅក្នុងពិភពនិមិត្តរដូវកាលទី1ភាគទី21ទាំងអស់គ្នាចាប់ផ្ដើមនៃសាច់រឿងបន្តពីការកំទេចនៅ Snow ក្បួនចាហ្វាងក៏បានធ្វើឲ្យមានសម្លេងចាហ្វាងនិយាយថាវាមិនល្អទេមកឈីថាហ៊ានបំផ្លាញ Snow ក្បួនចៅតូចចង់រតនាសត្វសាច់ថែមទាំងប្រើប្រាស់នៅចំហាយកម្លាំងធាតុចេញទៅចាហ្វាងរងមិនជាប់ខ្ទាតចេញទៅអាចកអាចែមនិយាយថាអ្នកឆ្លៀនពៀនបានប្រើប្រាស់យន់បំបាំងកាយត្រូវតែហុំព័ទ្ធគេឲ្យជាប់មកឈឺសើចថែមទាំងនិយាយទៀតថាចៅតូចគិតថាខ្លួនឯងនឹងអាចបោកបញ្ឆោតនៅភ្នែកព្រឹទ្ធាចារ្យម្នាក់នេះបានមែនទេពិតជាមិនដឹងថាមេខ្ពស់ប៉ុណ្ណាតតែសោះចាហ្វាងគិតថាព្រឹទ្ធាចារ្យម្នាក់នឹងយ៉ាងហោចណាស់ក៏ស្ថិតនៅក្នុងកម្រិតប្រដាច់គុណឬក៏កម្រិតទី6បើធៀបជាមួយនឹងចាហ្វាងគឺមានកម្លាតពិតជាឆ្ងាយខ្លាំងណាស់ម៉ូឈីបន្តថាចៅតូចម្នាក់នេះឈាមរបស់គេពិតជាបរិសុទ្ធចាប់គេឲ្យបានទាំងរស់នៅពេលដែលអាទិទេពទូសិនត្រូវបានដោះលែងទុកគេជាដង្វាយកូនចៅក៏ទទួលបញ្ជាម៉ូឈីដើរចូលទៅខាងមុខក្រវីលំពេងឆាច់ថែមទាំងសូត្រមុនគាថាបិសាចឋានសួគ៌គឺអមតៈការបង្កើតឡើងវិញនៅគ្រីស្តាល់ឈាមមានធម្មពលមួយចាំងជះទៅខាងលើបង្កើតបានជាគ្រីស្តាល់ឈាមម្ដងទៀតចាហ្វាងនិយាយថាមិននឹកស្មានថាចាស់ទុំរបស់គ្រួសារម៉ូហ៊ានលះបង់នៅកម្លាំងកាយរបស់ខ្លួនដើម្បីបង្កើតនៅគ្រីស្តាល់ឈាមម្ដងទៀតក្តាប់ដៃថែមទាំងនិយាយទៀតថាគាត់នឹងរៀបរៀងឲ្យបាននឹងប្រើប្រាស់ស្នៀតស្រមោចហោះស្រូបវិញ្ញាណរបស់គាត់ទៅកំទេចបញ្ចេញនៅស្រមោចហោះជាច្រើនអូនម្នាក់និយាយថាស្រមោចចេះហោះអូនម្នាក់ទៀតនិយាយថាព្រឹទ្ធាចារ្យជួយអូនផងម៉ូឈីងាកមកក្រោយថែមទាំងប្រាប់ឲ្យកូនចៅថាឲ្យទ្រាំទៅនៅពេលដែលគាត់អាចបង្កើតនៅ Snow Crystal ឈាមបានដោយជោគជ័យសត្វចម្លែកទាំងអស់នោះគាត់នឹងកំទេចចោលថែមទាំងប្រើកម្លាំងបន្ថែមចូលទៅក្នុងដំបងរបស់គាត់ថែមទាំងសើចយ៉ាងកំណាចនិងបន្តទៀតថា Crystal Snow ឈាមនឹងត្រូវបានស្ដារឡើងវិញអាទិទេពបិសាចទូសិនស្វាគមន៍មកកាន់ផែនដីមួយនេះកាន់មកកាន់ខាងចៅហ្វាងវិញលោតធាក់មួយជើងចាក់មួយលំពេងនិងនិយាយទៀតថាលោកចង់ស្ដារនៅគ្រីស្តាល់ឈាមនៅខាងមុខគាត់សបិនទាំងថ្ងៃហើយគប់លំពេងចេញទៅបំបែកគ្រីស្តាល់ឈាមម៉ូឈីចាប់ជាប់និងបន្តសើចចំអកទៅកាន់ចៅហ្វាងថាចៅតូចឯងគិតថានៅទីនេះគ្មានមនុស្សឬក៏ចង់កំទេចឬក៏កំទេចស្រេចតែចិត្តមែនទេចាប់លំពេងបានគប់ចេញមកវិញចៅហ្វាងហោះទៅឡើងទៅលើចាប់លំពេងបានចាក់ទៅម្ដងទៀតម៉ូឈីប្រើធម្មពលបាញ់ទៅចាហ្វាងគេចផុតចាប់លំពេងជាប់និយាយទៀតថាថ្ងៃនេះគាត់នឹងបំបែក Snow ក្បួនរបស់គេឲ្យបានប្រើប្រាស់កម្លាំងចាក់ទៅបន្ថែមម៉ូឈីប្រើកម្លាំងដ៏ខ្លាំងបង្កើតទៅជាចំហាយលំពេងវាយទៅរកចាហ្វាងខ្ទាតទៅម្ខាងចាហ្វាងបន្តចាប់លំពេងគប់ចុះមកម្ដងទៀតចំទៅនឹង Snow Crystal ឈាមបែកខ្ទេចក្បួនក៏ត្រូវបានអស់អាគុយម្ដងទៀតចាហ្វាងចុះមកវិញនិយាយថាជោគជ័យហើយម៉ូឈីនៅខាងលើខំថ្មិញស្រែកថាអាផ្លោកជាប់កាន់មកកាន់ខាងណានកុងលីងដែលកំពុងតែរត់យ៉ាងត្រដាប់ត្រដួសវិញនិយាយប្រាប់ខ្លួនឯងថាចិត្តដល់ហើយនឹងនៅសល់តែបន្តិចទៀតទេទីតាំងទ័ពស្ថិតនៅខាងមុខចៅហ្វាងគាត់កំពុងតែរងចាំនាងក្រោយរត់អស់មួយរយៈក្រោយមកព្រឹទ្ធពីក៏បានញ័រថែមទាំងជួបជាមួយនឹងកងទ័ពមួយក្រុមប្រដាប់ដោយអាវក្រោះនិងលំពេងគ្រប់ដៃព្រឹទ្ធាចារ្យម្នាក់មានពុកមាត់សមានឈ្មោះថាគូសុនជាព្រឹទ្ធាចារ្យម្នាក់នៅក្នុងត្រកូលណានកុងដែលជាគ្រូរបស់ណានកុងលីងព្រឹទ្ធាចារ្យម្នាក់ទៀតនៅខាងស្ដាំដៃមានស័ក្តិព្រះច័ន្ទនៅចំកណ្ដាលថ្ងាសមានឈ្មោះថាសនឡោជាមេបៈអមតៈម្នាក់នៅខាងឆ្វេងមានស្នាមសាក់ដូចព្រះអាទិត្យមានឈ្មោះថាហងឡោជាមេបៈទេពអប្សរឬក៏ផសៀនម្នាក់អង្គុយកើតតុកនេះមានឈ្មោះថាណានកុងចែវគឺជាខ្សែរាជវង្សតែមិនដឹងថាជាស្ដេចឬក៏យ៉ាងម៉េចព្រោះគេក៏អត់បានបញ្ជាក់ឬក៏ដាក់អក្សរថាគឺជាស្ដេចប៉ុន្តែគាត់គ្រាន់តែជាមេគ្រួសារឬក៏ម្ចាស់គ្រួសារណានកុងលីងដែលរត់មកពីណាពីណីមករត់មកខាំងក្បួនរទេះណានកុងលីងរត់មកអោបថែមទាំងនិយាយទៀតថាពិតជាល្អទីបំផុតនាងបានរកឃើញបិតាហើយណានកុងចែវនិយាយថាលីងនាងបានលួចចេញដោយមិនបានប្រាប់មួយម៉ាត់ថែមទាំងលួចចូលទៅក្នុងជ្រលងពពកបិសាចដោយគ្មានការអនុញ្ញាតវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ណានកុងលីងនិយាយថាបិតាត្រូវតែទៅជួយចៅហ្វាងស្របពេលនោះឈីងស៊ានគ្រាន់តែលឺឈ្មោះភ្ញាក់ដូចខ្មោច7ថ្ងៃរត់មករកសួរនាំរឿងចៅហ្វាព្រឹទ្ធាចារ្យសនឡោសួរថាស្គាល់គេតាមែនទេអញ្ចឹងគ្នាយើងបើសិនជាឮពាក្យថាឡោគឺបកប្រែថាលោកអញ្ចឹងពាក្យហ្នឹងគឺគេប្រើសម្រាប់ចាស់ព្រឹទ្ធាចារ្យឬក៏
អ្នកដែលមានឋានៈខ្ពស់ខ្ពស់ឬក៏អ្នកដែលបានរៀនសូត្រចេះដឹងជ្រៅជ្រះឈិញស៊ុនគោរពថែមទាំងប្រាប់ទៅកាន់ព្រឹទ្ធាចារ្យទាំងពីរវិញថានាងបានជួបមួយរយៈពេលខ្លីនៅជ្រលងពពកបិសាចក្រៅពីនឹងគឺគ្មានទំនាក់ទំនងអ្វីទេសនឡោនិយាយថាល្អបំផុតក៏មានទំនាក់ទំនងអ្វីឥឡូវនឹងនាងគឺជាគូដណ្ដឹងរបស់ចៅយុនចុងដែលជាអ្នកប្រុសរបស់គ្រួសារចៅកុំចាំបាច់មានទំនាក់ទំនងអ្វីជាមួយបរិសុទ្ធផ្សេងក្រែងវាប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការរវាងបកសុនជីឬក៏បកអមតៈរបស់ពួកយើងនិងគ្រួសារចៅហ្វាងយល់ឬទេឈិញស៊ុនងាកមកវិញថែមទាំងប្រាប់ថានាងយល់ហើយព្រឹទ្ធាចារ្យគូស៊ុនសួរទៅកាន់លីងអឺថាម៉េចក៏រញ៉េរញ៉ៃម៉េះនិយាយស្រួលបួលបន្តិចមើលណានកុងលីងប្រាប់ទៅវិញថានៅជ្រលងឃុំបិសាចបុរាណធូសិនរៀបនឹងបំបែកត្រាចៅហ្វាងគាត់ទៅពន្យាពេលតែម្នាក់ឯងជាមួយនឹងគ្រួសារម៉ូលោកគ្រូសូមជួយទៅកាន់គាត់ផងណានកុងជាវឡើងទៅលើរទេះថែមទាំងឲ្យកងទ័ពស្ងាត់និងបន្តទៀតថាប្រសិនបើបិសាចបុរាណត្រូវបានដោះលែងនគរលីយ៉ាងរបស់ពួកយើងនឹងវិនាសដូច្នេះការប្រយុទ្ធមួយនេះគឺជាការប្រយុទ្ធដើម្បីការពារអ្នកផ្ទះនិងគ្រួសារពួកយើងប្រយុទ្ធដោយដង្ហើមចុងក្រោយព្រឹទ្ធាចារ្យគូស៊ុនបន្តនិយាយថាម្ចាស់គ្រួសារនិយាយត្រូវក្រៅពីនេះលីងអឺក៏បានប្រាប់ថាមានអ្នកក្លាហានម្នាក់ឈ្មោះថាចៅហ្វាងគាត់បានកំពុងតែពន្យាពេលសម្រាប់ការដាស់ភ្ញាក់បិសាចបុរាណអញ្ចឹងពួកយើងនៅមានឱកាសសម្រាប់ការវាយប្រហារយកឈ្នះមកវិញពូម្នាក់និយាយថាព្រឹទ្ធាចារ្យនិយាយត្រូវប្រសិនបើជាបិសាចបុរាណពិតជាត្រូវបានដោះលែងពួកយើងទាំងអស់គ្នានឹងត្រូវស្លាប់កងទ័ពទាំងអស់លើកលំពែងឡើងស្រែកព្រមគ្នាថាពួកយើងប្រយុទ្ធដើម្បីអ្នកផ្ទះនិងគ្រួសាររបស់យើងកម្ចាត់បិសាចបុរាណការពារមាតុភូមិណាន់កុងជាវដកដៅថែមទាំងនិយាយទៀតថាទាហានទាំងអស់ស្ដាប់គោលដៅរបស់យើងគឺជ្រលងឃុំបិសាចកងទ័ពទាំងអស់ចេញដំណើរកងទ័ពទាំងអស់បំបោលសេះចេញទៅមុខព្រឹទ្ធាចារ្យសុនឡោហៅឈិញស៊ុនបេសកកម្មសំខាន់របស់ពួកយើងនៅពេលនេះគឺដើម្បីនាំនាងទៅពិធីមង្គលការនៅក្នុងរាជធានីនៅពេលដែលរាជវង្សណានកុងត្រូវប្រយុទ្ធជាមួយនឹងបិសាចបុរាណធូសិនក្នុងនាមជាបកសុចរិតពួកយើងត្រូវតែជួយប៉ុន្តែនាងត្រូវចាំថានេះមិនមែនជាបេសកកម្មចម្បងរបស់ពួកយើងទេបើវាយមិនឈ្នះប្រើក្បាច់របស់ឪពុកស៊ីយានប្រាប់ទៅគឺវាយមិនឈ្នះគឺរត់ព្រឹទ្ធាចារ្យហងឡៅនិយាយថាពួកយើងមិនត្រូវយកជីវិតទៅបថុយនោះទេឈិញស៊ុនប្រាប់ទៅចាស់ទុំទាំងពីរថានាងយល់ហើយសាច់រឿងរបស់យើងក៏បានចប់មកដល់ត្រឹមហ្នឹងអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានតាំងពីដើមរហូតមកដល់ចប់អរគុណទាំងអស់គ្នាជម្រាបលាបាទសួស្តីទាំងអស់គ្នាជួបគ្នាម្ដងទៀតជាមួយនឹងរឿងកំពូលអ្នកប្រយុទ្ធនៅក្នុងពិភពនិមិត្តរដូវកាលទី1ភាគទី22ទាំងអស់គ្នាចាប់ផ្ដើមនៃសាច់រឿងកងទ័ពត្រកូលណានកុងដឹកនាំដោយណានកុងជាវណានកុងលីងនិយាយថាមើលទៅប្រហែលជាស្ដេចបិសាចធូសិនមិនទាន់បំបែកត្រាបាននោះទេអញ្ចឹងប្រហែលជាចៅហ្វាងអាចគ្រប់គ្រងនៅស្ថានភាពបានហើយមើលទៅណានកុងជាវនិយាយថាល្អប្រសិនបើជាគេអាចរារាំងស្ដេចបិសាចធូសិនបានឈ្មោះរបស់គេប្រកាសជាល្បីល្បាញក៏ដោយសារតែការរារាំងស្ដេចបិសាចមិនឲ្យបំបែកត្រាបានកាន់មកកាន់ខាងចៅហ្វាងវិញបន្ទាប់ពីស្ដេចបិសាចអស់អាគុយស្រមោចលេបវិញ្ញាណបន្តធ្លាក់ជាបន្តបន្ទាប់ចៅហ្វាងក៏អស់កម្លាំងគាត់ត្រូវតែតស៊ូបន្ថែមទៀតដើម្បីពន្យាពេលឲ្យកងទ័ពមកដល់ម៉ូឈីនិយាយថាចោតតូចអាស្រមោចរបស់ឯងហ្នឹងគឺទៅតែមានកម្រិត3សោះអាចទប់ទល់បានប៉ុណ្ណឹងក៏ប៉ុន្តែពេលនេះឯងត្រូវបានចប់ហើយចៅហ្វាងសើចស្រមោចហោះលេបវិញ្ញាណស្លាប់អស់តើវាយ៉ាងម៉េចបញ្ចេញនៅកម្លាំងធាតុត្រៀមនឹងទប់ទល់ចៅហ្វាងបញ្ចេញស្នៀតស្រមោចហោះលេបវិញ្ញាណថែមទាំងកាន់ដាវសម្រុកចូលមួយឈីបញ្ចេញស្នៀតត្រាធម្មពលវិញ្ញាណទៅទប់ទល់ជាមួយនឹងស្រមោចហោះរបស់ចៅហ្វាងធម្មពលពណ៌ក្រហមហោះទៅកំទេចស្រមោចរបស់ចៅហ្វាងនិងបន្តទៅវាយប្រហារចៅហ្វាងបន្តគេចស្រមោលហោះមករកជំនួសធម្មពលមួយឈីសម្លាប់ស្រមោចចៅហ្វាងនិយាយថាទេស្រមោចរបស់គាត់មួយឈីនិយាយថាស្រមោចតើអាចតស៊ូបានប៉ុណ្ណាគាត់នៅតែជន់សម្លាប់តតែបានចៅហ្វាងក្រោកមកវិញកាន់ដាវសម្រុកចូលកាប់ចុះកាប់ឡើងមួយឈីបន្តរងមួយឈីដាក់មួយដៃខ្ទាតចេញចៅហ្វាងនិយាយថាតាចាស់ចង្រៃយកម៉ូឈីលើកដំបងសិលទៅលើបញ្ចេញជាក្បាលស្អីមិនដឹងថែមទាំងស្រែកថាចៅតូចទៅស្លាប់ទៅថែមទាំងបញ្ជាវាឲ្យចេញទៅចៅហ្វាងជន់ដីមួយផាច់បញ្ចេញក្បាច់ដាវជីបចទាំង10ដាវ5រួមតែមួយបញ្ចេញចំហាយដាវទៅទប់ទល់ជាមួយនឹងធម្មពលបិសាចក្រោយយុទ្ធសិលទាំងពីរប៉ះទង្គិចគ្នាចៅហ្វាងប៉ើងទៅយ៉ាងឆ្ងាយម៉ូឈីចុះមកសើចចំអកថែមទាំងនិយាយទៀតថាគម្លាតរវាងគាត់និងគេបើទោះបីជាគាត់ឈរនៅមួយកន្លែងក៏ដោយក៏គេមិនអាចធ្វើអ្វីគាត់បានដែរចៅហ្វាងបន្តថាកម្លាំងរបស់គាត់ចិត្តអស់ហើយបើសិនជាគ្មានជំនួយទេគាត់ច្បាស់ជាខ្សោះអស់ពីខ្លួនម៉ូឈីចាប់ក
ករបស់ចៅហ្វាំងថាចៅតូចកុំភ័យគាត់នឹងមិនសម្លាប់គេដោយងាយៗទេគាត់នឹងឃុំប្រលឹងរបស់គេយកទៅធ្វើទរណកម្មបន្តិចម្ដងហើយនឹងធ្វើឲ្យឯងរស់នៅពិបាកជាងស្លាប់ទៅទៀតគាត់ប្រើប្រាស់ធម្មពលចេញពីដំបងស្រូបយកកម្លាំងវិញ្ញាណរបស់ចៅហ្វាំងថាតើជីវិតរបស់គាត់នឹងត្រូវខ្សិនខ្សៃនៅថ្ងៃនេះតើមែនទេកម្លាំងធម្មពលនៅតែបន្តស្រូបចេញពីរាងកាយរបស់ចៅហ្វាំងស្របពេលនោះមានដាវមួយហោះមកកាត់នៅធម្មពលរបស់មូឈីណានកងចែវបំបោលសេះចូលមកថែមទាំងនិយាយទៀតថាថ្ងៃនេះគាត់នឹងយកក្បាលត្រងោរបស់ឯងណានកងចែវប្រើប្រាស់ដាវកាប់ចេញទៅថែមទាំងប្រាប់ទៅកាន់កូនចៅគោលដៅរបស់ពួកយើងគឺរារាំងស្ដេចបិសាចទូសិនមិនឲ្យបំបីត្រាបានណានកងចែវបំបោលសេះបំបុកសម្រុកទៅមុខមកមួយស្លាប់មួយមកពីរស្លាប់ពីរពូម៉ាប់ថាអានឹងមែនមិនឆាប់រត់តិចងាប់លេងបានជួយឆ្នាំទៅមួយកំបិតទៅបើកលុយបាត់ទៅណានកងលីងស្រែកប្រាប់ទៅកាន់ចៅហ្វាំងថានាងមកតាមការសន្យាហើយនាងប្រើប្រាស់ដាវកាប់យកឈីងសុនវិញចៅហ្វាំងលោកនៅរស់ទេចាំប៉ាវកាហ្វេមួយកែវម៉ូឈីវិញនិយាយថាកងទ័ពរបស់នគរលីយ៉ាងតើពួកគេអាចមកទីនេះបានដោយរបៀបណាចៅហ្វាំងសើចថែមទាំងដែលខ្លួនឯងកំពុងតែមានរបួសមិនដែរកាដូមួយនេះពេញចិត្តដែរឬទេម៉ូឈីអាថោកទៀតខ្ញុំនឹងសម្លាប់ឯងប្រើប្រាស់ដំបងសំពងក្បាលភ្លាមឈីងសុននិងលីងក៏បានមករងជំនួសឈីងសុនធាក់មួយជើងខ្ទាតទៅម្ខាងស្របពេលដែលព្រឹទ្ធាចារ្យទាំង3ទាំង4នាក់ក៏បានមកដល់ណាងកងចែវនិយាយថាឯងគ្មានឱកាសទៀតទេឆាប់ចុះចាញ់ភ្លាមទៅម៉ូឈីនិយាយថាជនអកតេទាំងអស់ណាដែលរារាំងយើងដោះត្រាឃុំឃាំងអតិទេពបិសាចទូសិនយើងនឹងសម្លាប់គ្មានឲ្យសល់ម្នាក់នោះទេថែមទាំងបញ្ចេញជាធម្មពលដូចជាដុំភ្លើងហោះទៅលើព្រឹទ្ធាចារ្យទាំងអស់ហោះទៅតាមចេញជាកម្លាំងចំហាយកម្លាំងធាតុប្រតិសិនជុំវិញវាយគ្នាទៅវិញទៅមកមានទាំងពណ៌លឿងមានទាំងពណ៌សមានទាំងពណ៌ក្រហមអាមេវាយដោយអាមេអាចកអចែមវាយដោយអាចកអចែមឈីងសុននិងលីងសួរស្របគ្នាទៅកាន់ចៅហ្វាំងថាលោកមិនអីទេមែនទេណានកងលីងសួរវិញថាតើនាងស្គាល់គាត់ឈីងសុនបានត្រឹមត្រឌិតព្រឹទ្ធាចារ្យទាំងពីរមើលមុខចៅហ្វាំងថាឈប់សិនរឿងហ្នឹងវាស្មុគស្មាញបន្តិចចាំខ្ញុំប្រាប់រឿងហ្នឹងគឺវាបែបនេះណានកងលីងដើរទៅចិត្តមើលមុខថែមទាំងនិយាយទៀតថាឥឡូវហ្នឹងនាងគ្មានពេលស្ដាប់ការបកស្រាយទេនាងត្រូវទៅជួយពូវាងហើយនឹងអ្នកដតីជាមុនសិនហើយក៏ហោះចេញបាត់ទៅព្រឹទ្ធាចារ្យសនឡោប្រាប់ទៅកាន់ឈីងសុនឲ្យប្រយ័ត្នពួកគាត់ទៅជួយម្ចាស់គ្រួសារណានកងឈីងសុនសួរទៅកាន់ចៅហ្វាំងថាលោកមិនអីទេមែនទេចៅហ្វាំងតបវិញថានាងបារម្ភពីគាត់មែនបានជានាងមកទីនេះឈីងសុនតបវិញថាអាក្បាលខូចនិយាយអីឈួតអញ្ចឹងនាងមកនឹងគឺមកជាមួយនឹងព្រឹទ្ធាចារ្យដើម្បីកម្ចាត់បិសាចបុរាណមិនមែនមករកក្បាលខូចឯងទេក្រោយការប្រយុទ្ធត្រូវបានបញ្ចប់ម៉ូឈីក៏ខ្ទាតមកក្រោយព្រោះឈាមចេញចង់ពីប៉ោតណានកងចែវហៅឈ្មោះម៉ូឈីថែមទាំងនិយាយទៀតថាអាក្បាលត្រងោលឯងគ្មានផ្លូវរត់ទៅទៀតទេបើសិនជាលោកសុំចុះចាញ់នៅពេលនេះខ្ញុំសន្យាថានឹងរក្សាទុកត្រកូលម៉ូឲ្យនៅដដែលម៉ូឈីក្រោកមកវិញនិយាយទៀតថាចុះចាញ់ពាក្យថាចុះចាញ់គឺគ្មាននៅក្នុងវចនានុក្រមរបស់សមាជិកគ្រួសារម៉ូនោះទេថែមទាំងប្រើប្រាស់នៅចំហាយខ្មៅចេញពីដៃបញ្ចូលទៅកាន់ដំបងដាក់ចូលទៅដើមទ្រុងហោះឡើងទៅលើនិយាយថាលោកម្ចាស់ធូសិនចិត្តបំបែកត្រាចេញមកហើយថ្ងៃនេះច្រឡងឃុំបិសាចគឺជាភ្នូររបស់ពួកឯងហើយកូនចៅនៅខាងក្រោមប្រើប្រាស់រាងកាយដុតទៅជាកម្លាំងធាតុថែមទាំងស្រែកថាលោកម្ចាស់អាយុយឺនយូរត្រកូលម៉ូរស់នៅយូរអង្វែងម៉ឺនឆ្នាំព្រឹទ្ធាចារ្យគូសិននិយាយថាគេកំពុងតែប្រមូលធម្មពលជីវិតរបស់សមាជិកគ្រួសារម៉ូដោយបង្ខំដើម្បីដោះលែងបិសាចឆាប់បញ្ឈប់គេភ្លាមស្របពេលដែលអ្នកទាំងអស់សម្រុកទៅរារាំងមួយឈីសើចថែមទាំងនិយាយទៀតថាពួកគេមិនអាចបញ្ឈប់គាត់បានទេថែមទាំងសូត្រមុនគេថាបង្វិលលំពេងការបង្កើតបិសាចសួរឈាមរាប់ពាន់លានត្រឡប់ទៅជាប្រភពដើមស្របពេលនោះធម្មពលបិសាចចាប់ផ្ទុះឡើងព្រឹទ្ធាចារ្យគូសុននិយាយថាពួកយើងនឹងមិនអាចបញ្ឈប់បិសាចបុរាណទាំងអស់ឲ្យកើតឡើងបាននោះទេការបង្កើតបិសាចសួរបានផ្ទុះឡើងដោយធម្មពលពេញលេញសន្ទុះជីវិតនិងកម្លាំងជីវិតនៃបិសាចបុរាណគឺពិតជាខ្លាំងសម្បើមខ្លាំងណាស់ម៉ូឈីនៅតែបន្តបូជានិងសើចយ៉ាងសប្បាយចិត្តថាលោកម្ចាស់ធូសិនហ៊ាននឹងបំបែកត្រានៅពេលដែលទ្រង់បំបែកត្រារួចអ្នកទាំងអស់គ្នានឹងត្រូវស្លាប់ទាំងអស់សាច់រឿងក៏បានបញ្ចប់នៅត្រឹមហ្នឹងអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានតាំងពីដើមរហូតមកដល់ចប់យើងជួបគ្នានៅវីដេអូក្រោយបន្តទៀតអរគុណជំរាបលាបាទសួស្តីអ្នកទាំងអស់គ្នាជួបគ្នាម្ដងទៀតជាមួយនឹងរឿងកំពូលអ្នកប្រយុទ្ធនៅក្នុងពិភពនិមិត្តរដូវកាលទី1ភាគទី23ទាំងអស់គ្នាហ្នឹងហើយសម្រាប់គ្នាយើងដែលត្រូវធ្វើដំណើរឆ្ងាយចេញទៅខាងក្រៅកុំភ្លេច sunscreen ហើយនឹងអាវក្រៅឲ្យបានជាប់ថ្ងៃនេះមេឃក្តៅខ្លាំងមែនតើផ្ទះ admin លោទៅដល់40អង្សាផ្ទះដបូអ៊ីនប៉ាន់ទៀតហើយអ្នកទាំងអស់គ្នាសាកសម័យមើលទៅអញ្ចឹងគ្នាយើងថែទាំស្បែកឲ្យមែនតើសម្រាប់ UV វាក្តៅអញ្ចឹងគឺវាហានិភ័យខ្លាំងមែនតើសម្រាប់ទៅលើស្បែកស្ងួតតោះយើងចូលសាច់រឿងទាំងអស់គ្នា
ចាប់ផ្ដើមនៃសាច់រឿងពីការដោះត្រាឃុំក្រងរបស់បិសាចទូសិនចៅហ្វាងនិយាយថាបិសាចម្នាក់ហ្នឹងគឺពិតជាខុសខើខ្លាំងមែនទែនបូជាសមាជិកគ្រួសារដោយមិនប្រព្រឹត្តភ្នែកម៉ូឈីទាញដំបងមកប្រើប្រាស់យុទ្ធសិលទៅឃុំក្រងចៅហ្វាងថែមទាំងនិយាយទៀតថាចោតតូចសម្រាប់ថ្ងៃនេះអ្នកណាដែលរៀបរៀងការភ្ញាក់របស់លោកម្ចាស់ទូសិនគាត់នឹងបញ្ជូនគេទៅជួបជាមួយនឹងយមរាជថ្ងៃនេះឯងគឺជាមនុស្សដំបូងគេសម្រាប់ការបូជាស្របពេលធម្មពលចាប់ខ្លួនរបស់ចៅហ្វាងជាប់ឬមិនរួចម៉ូឈីកំរើកបន្តិចចាប់ចៅហ្វាងបោះចូលទៅក្នុងត្រាឃុំក្រងលីងអឺនិយាយថាកុំអីចៅហ្វាងស្របពេលដែលត្រាបើកស្រូបយកចៅហ្វាងចូលទៅខាងក្នុងឈីងស៊ွန်មិនបង្អង់យូរលោតចូលទៅតាមព្រឹត្តិចារសុនឡោស្រែកប្រាប់ថាកុំអីហងឡោប្រាប់ថាកុំធ្វើអីឈួតម៉ូឈីវិញសើចយ៉ាងសប្បាយនិយាយទៀតថាមើលទៅគួរឲ្យសង្វេគខ្លាំងណាស់មិនអញ្ចឹងទេគាត់នឹងបញ្ជូនអ្នកទាំងពីរធ្វើជារលកញីឈ្មោលប្រើប្រាស់ធម្មពលបាញ់ចេញទៅចំអ្នកទាំងពីរធ្លាក់ចូលទៅក្នុងរបាំងត្រាសុនឡោនិយាយថាប្រសិនបើឈីងស៊ွန်មានបញ្ហាគាត់ដោះស្រាយជាមួយនឹងគ្រួសារចៅយ៉ាងដូចម្ដេចណានកុងលីងវិញទៅអង្វរប្រាប់ថាត្រូវតែជួយគាត់ព្រឹត្តិចារគូសុនប្រាប់ទៅកាន់អ្នកអង្គម្ចាស់ពួកយើងមិនអាចឲ្យបិសាចទូសិននឹងរួចផុតពីការឃុំក្រងបានទេណានកុងជាវត្រាស់បង្គាប់ឲ្យទាហានទាំងអស់ស្ដាប់បញ្ជាវាយប្រហារទៅលើការបង្កើតក្បួនស្របពេលដែលទាហានទទួលបញ្ជាត្រៀមព្រួញនៅក្នុងដៃបាញ់សម្ដៅទៅកាន់ក្បួនគ្របព្រួញដូចជាទឹកភ្លៀងកងទ័ពសម្រុកចូលទៅកាន់វាយប្រហារព្រឹត្តិចារគូសុនហោះចូលទៅប្រាប់ខាគាត់ទៅដែរម៉ូឈីនិយាយថាមនុស្សមិនប្រមាណខ្លួនគិតថាខ្លួនឯងអាចរៀបរៀងបានមែនទេក្រវិះដំបងហោះចូលទៅដៃនឹងដំបងប៉ះទង្គិចគ្នាព្រឹត្តិចារគូសុនកាប់ដៅខ្វែងចេញទៅម៉ូឈីក្រវិះផុតព្រឹត្តិចារស៊ွန်នឹងហួងមកពីក្រោយរួមកម្លាំងគ្នាដាក់មួយដៃធ្លាក់ក្ពាកកាប់មុខពី3ត្រឡប់កាន់មកកាន់ខាងឈីងស៊ွန်វិញយកដៃកាប់ចុះកាប់ឡើងចៅហ្វាងលោតទៅចាប់គិចផុតពីថ្មដែលកំពុងតែធ្លាក់ចៅហ្វាងប្រញាប់3ថែមទាំងនិយាយទៀតថាត្រាឃុំមួយនេះសំបីតែកងទ័ពរបស់នគរលីយ៉ាងក៏មិនអាចបំបែកបានផងពួកយើងមិនបាច់ខំប្រឹងនាំតែខាតកម្លាំងអីឈីងស៊ွန်និយាយថាប្រសិនបើពួកយើងឆាប់គេចខ្លួននឹងពេលដែលបិសាចបារាណបំបីត្រាពួកយើងច្បាស់ជាคล้ายជាដង្វាយសម្រាប់បិសាចនោះចៅហ្វាងបន្តគេចពីបិសាចទូសិនសើចយ៉ាងកំណាច 80000 ឆ្នាំហើយដែលគាត់ជាប់នៅក្នុងត្រាឃុំថ្ងៃនេះអាចឃើញពន្លឺថ្ងៃសាជាថ្មីហើយឈីងស៊ွန်និយាយថាបិសាចបារាណត្រូវបានដោះលែងម៉ូឈីសើចស្របពេលដែលធម្មពលរបស់ព្រឹទ្ធាចារ្យគូស៊ွန်វាយមកពីក្រោយយុទ្ធសិលរបស់អ្នកទាំងពីរប៉ះទង្គិចគ្នាម៉ូឈីខ្ទាតចេញទៅម្ខាងក្អួតឈាមចង់ពីលៀនប៉ោតកងទ័ពទាំងអស់ខំប្រឹងវាយបំបែកក្បួនតែគ្មានបានការម៉ូឈីនិយាយថាឥតប្រយោជន៍ទេហួសពេលហើយលោកម្ចាស់ទូសិនចិត្តកើតឡើងមកវិញហើយស្របពេលរបាំងត្រាបែកទូសិនស្រែកយ៉ាងកំណាចរូបរាងដ៏ធំដូចជា Beatrix នៅក្នុង Mobile Legends និយាយថាគាត់ទៅតែត្រូវបានដោះលែងមានអ្នកយកកាដូជាច្រើនមកស្វាគមន៍គាត់លើកដៃដ៏ធំចាប់យកទាហាននៅខាងក្រោមចាប់បោះចូលទៅក្នុងមាត់លីងអឺអង្វរឲ្យពូវាងទៅជួយគាត់ផងណានកុងជាវនិយាយថាបិសាចបារាណត្រូវបានដោះលែងតើពួកយើងត្រូវធ្វើយ៉ាងដូចម្តេចទៅសុនឡោនិងហងឡោនិយាយថាបើមិនរត់មានតែឈួតលីងអឺអោបដៃថែមទាំងប្រាប់ថាបិសាចទៅតែភ្ញាក់រាងកាយខាងក្រោមនៅមិនទាន់ដោះលែងនៅឡើយដូច្នេះពួកយើងនៅមានឱកាសព្រឹត្តិចារ្យគូសិនមិននិយាយច្រើនហោះចូលទៅខាងមុខប្រើប្រាស់ក្បាច់កំបិតភ្លើងប្រហារបិសាចកាប់ចេញទៅធ្វើឲ្យទូសិនដាច់ផ្ងាទូសិននិយាយថាស្រមោចហ៊ានតតាំងជាមួយនឹងខ្ញុំវាយមិនប្រមាណមៀតទះមួយដៃចុះមកព្រឹត្តិចារ្យគូសិនគិចផុតបញ្ចេញកម្លាំងដ៏ខ្លាំងស្រែកថាឈាមគឺជាខ្លឹមសារនៃជីវិតបង្កើតចេញឆ្នាំងដ៏ធំមួយបញ្ជាឲ្យទៅទប់ទល់ជាមួយនឹងក្រញាំដៃរបស់ទូសិនអ្នកនៅខាងក្នុងកំពុងតែគិចថ្មធ្លាក់ចៅហ្វាងនិយាយថាបើនៅតែបែបនេះប្រហែលជាពួកគេមិនអាចរស់បានទេគាត់ត្រូវតែរកវិធីដើម្បីបិទចំណុចកណ្ដាលឬក៏ត្រាឃុំរបស់បិសាចទូសិនស្រែកសួរទៅកាន់ប្រព័ន្ធតើមានវិធីអ្វីដោះស្រាយជាមួយនឹងស្ដេចបិសាចបុរាណនេះបានស៊ីស្ទឹមចេញមកប្រាប់គាត់ណែនាំឲ្យឆាប់រត់ដើម្បីរក្សាជីវិតក្រៅពីលំពែងប្រហារព្រះគ្មានវត្ថុណាអាចប្រហារបិសាចនេះបានទេចៅហ្វាងចាប់ស៊ីស្ទឹមមកចិត្តស្រែកសួរលំពែងប្រហារបិសាចស៊ីស្ទឹមប្រាប់ថាកម្លាំងឯងនៅទាបពេកកុំថាឡើយដកតែធ្វើឲ្យរង្គើក៏មិនរង្គើផងចៅហ្វាងទាញមកវិញនិយាយអត់ប្រយោជន៍អីច្រើនម៉េះមិនឆាប់ប្រាប់ថាលំពែងនោះនៅទីណាស៊ីស្ទឹមងាកទៅក្រោយប្រាប់ថានោះនៅខាងក្រោមជើងរបស់បិសាចទូសិនតារាបណាឯងអាចដកបានបិសាចទូសិនមិនមែនជាដៃគូរបស់ឯងទៀតទេចៅហ្វាងចាប់ system មកថើបពីបេកសើប្រាប់ថាឯងមិនដែលធ្វើឲ្យគាត់ខកចិត្តនោះទេបោះ system ទៅមកខាងរត់សម្ដៅទៅរកលំពែង system ថាមិនបានធ្វើឲ្យខកចិត្តស្អីតាំងពីដើមរហូតដល់ឥឡូវវាយតែខ្ញុំនោះឈិញស៊ွန်សួរតាលោករតនាចៅហ្វាងហៅឲ្យទៅតាមគាត់ចៅហ្វាងប្រើប្រាស់កណ្ដាប់ដៃយៈមហាកម្លាំងដើម្បីដកលំពែងប្រើមួយដូចជាមិនរង្គើថែមមួយចំហៀងទៀតតែហាក់ដូចមិនកម្រើក system ប្រាប់ថាគាត់បានប្រាប់រួចមកហើយថាកម្រិតរបស់ឯងនៅទាបនៅឡើយ
តែរង្គើមិនរង្គើផងកំថាឡើយដកចាហ្វាំងថាត្រូវតែមានវិធីទុកពេលឲ្យគាត់គិតសិនស្របពេលដែលចាហ្វាំងកំពុងតែគិតសាច់រឿងរបស់យើងក៏បានចប់មកត្រឹមនឹងអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាយើងជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលាបាយបាយបាទសួស្តីអ្នកទាំងអស់គ្នាវិលត្រឡប់ជួបគ្នាម្ដងទៀតជាមួយនឹងរឿងកំពូលអ្នកប្រយុទ្ធនៅក្នុងពិភពនិមិត្តរដូវកាលទី1ភាគទី24ទាំងអស់គ្នាចាប់ផ្ដើមនៃសាច់រឿងបន្តពីការប្រយុទ្ធរវាងព្រឹទ្ធាចារ្យគូសុនហើយនិងស្ដេចបិសាចទូសិននៅតែវាយគ្នាយ៉ាងសន្ធោសន្ធៅព្រឹទ្ធាចារ្យគូសុនប្រើប្រាស់យុទ្ធសិលវាយទៅកាន់ទូសិនជាបន្តបន្ទាប់នៃឯ system ប្រាប់ទៅកាន់ចៅហ្វាងថាគាត់ណែនាំឲ្យចាក់ចេញឲ្យលឿនទៅសម្រាប់បិសាចទូសិនបើសិនជាត្រូវបានដោះលែងតើមានអ្វីពាក់ព័ន្ធជាមួយនឹងឯងគ្រាន់តែធ្វើដំណើរទៅកាន់នគរផ្សេងដើម្បីវឹកហាត់នោះវាមិនប៉ះពាល់ដល់ការដំឡើងកម្រិតរបស់ឯងនោះទេដូច្នេះគ្មានអ្វីពាក់ព័ន្ធជាមួយនឹងឯងទេចៅហ្វាងតបវិញថានៅពេលដែលបិសាចបុរាណត្រូវបានដោះលែងជីវិតដែលមិនដឹងអីជាច្រើននឹងត្រូវវិនិច្ឆ័យតើអាចឲ្យគាត់រត់រួចខ្លួនតែម្នាក់ឯងបានដោយរបៀបណា System តបវិញថាគាត់គិតតែខ្លួនឯងសួរថាគាត់និយាយទៅបានប្រយោជន៍មកកាន់គាត់មែនឯងគិតថាលំពេងសម្រាប់ព្រះអាចដកបានងាយៗដើមមែនទេបើឯងដកមិនបានមិនក៏មិនលួចចៅហ្វាងចាប់ System ជាប់មិនក៏ឥឡូវហ្នឹងទៅប្រាប់គាត់ System ក៏បានប្រាប់វិញថានិយាយគេចៅហ្វាងថាប្រយោគមុន System និយាយថាលួចវាទៅលួចនៅពេលដែលឯងចង់លួចចៅហ្វាងសើចចាប់ system បោះចុះបោះឡើងថែបផងអីផងឈិញសននិយាយថាចៅហ្វាងត្រូវក្បាលច្រើនពេកតិចឈួតបាត់ទៅចៅហ្វាងនិយាយថាបើសិនជាគាត់ដកមិនបានអញ្ចឹងមានតែលួចគាត់ចាំថាងកាលពីមុនធ្លាប់ទទួលបានគម្ពីរបច្ចេកទេសនៅក្នុងការលួច system ថាមើលដកដៃដកកខ្វក់របស់ឯងចេញពីខ្ញុំទៅមើលចៅហ្វាងបញ្ចេញគម្ពីរលួចមកថែមទាំងរៀនវាក្រោយរៀនចប់គាត់ទទួលបានជំនាញចោលចៅហ្វាងក្រឡេកមើលទៅកាន់លំពេងដរាបណាជំនាញលួចរបស់គាត់វឹកហាត់ដល់កម្រិតកំពូលគាត់ច្បាស់ជាអាចលួចលំពេងសម្រាប់ព្រះជាមួយនឹងអត្រាជោគជ័យ 100% ចៅហ្វាងប្រើប្រាស់ក្បាច់ដដែលបញ្ចេញដៃពីរមកចាប់ដកលំពេងម្ដងទៀតប្រើប្រាស់កម្លាំងយ៉ាងខ្លាំងនៅតែដកមិនបានខ្ទាតខ្លួនចេញមកក្រោយថែមទាំងមានរបួស system ហៅចៅហ្វាងសម្រាប់ការកើនកម្រិតនៅក្នុងជំនាញចោលវាមិនងាយស្រួលនោះទេរាល់ការបរាជ័យម្ដងវាទាមទារឲ្យការតស៊ូស៊ូទ្រាំនឹងការឈឺចាប់នៃការរបួសដៃយ៉ាងខ្លាំងនេះមិនមែនសម្រាប់មនុស្សធម្មតាអាចទ្រាំបាននោះទេចៅហ្វាងដើរទៅមុខម្ដងទៀតគាត់និយាយថាគាត់មិនជឿទេដរាបណាគាត់មិនចោះចាញ់គាត់ប្រកាសជាអាចយកឈ្នះវាបានដូចគ្នាសម្រាប់អ្នកក្លាហានយើងពេលនេះយើងរៀនមិនចេះឲ្យតែយើងខិតខំប្រឹងរៀនមិនថាពេលណា1ឆ្នាំ2ឆ្នាំឬក៏3ឆ្នាំរៀនតតែចេះចៅហ្វាងបន្តបរាជ័យជាច្រើនដងចៅហ្វាងនៅតែបន្តខំប្រឹងប្រែងនិយាយទៀតថាដើម្បីការពារប្រជាជននៃនគរលីយ៉ាងពីគ្រោះមហន្តរាយដើម្បីរៀបការជាមួយឈិញស៊ាន់ដោយកិត្តិយសការតស៊ូសម្រាប់ជឿសានទោះលំបាកយ៉ាងណាក៏ខ្ញុំត្រូវតែជោគជ័យបញ្ចេញកម្លាំងដ៏ខ្លាំងស្រែកមួយទំហឹងទៅដកលំពេងនៅតែត្រូវខ្ទាតមកវិញម្ដងហើយម្ដងទៀតការតស៊ូរបស់ចៅហ្វាងនៅតែមានកាត់មកអ្នកប្រយុទ្ធគ្នានៅខាងក្រៅវិញព្រឹទ្ធាចារ្យគូសិននៅតែបន្តប្រយុទ្ធគ្នាជាមួយនឹងស្ដេចបិសាចទូសិនដដែលទូសិនប្រើប្រាស់ដៃដ៏ធំទះទៅកាន់ព្រឹទ្ធាចារ្យគូហោះវាយជុំវិញតែហាក់មិនស្គៀបស្បែកបិសាចសោះព្រឹទ្ធាចារ្យហោះដៃដ៏ធំរបស់បិសាចទូសិនទះព្រឹទ្ធាចារ្យដូចជាទះមុខអ្នកអង្គម្ចាស់ឈិញស្រែកបារម្ភពីព្រឹទ្ធាចារ្យគូស្ដេចបិសាចទូសិនទះហើយបើកមើលដៃមើលមិនឃើញស្រមោលងាកឆ្វេងងាកស្ដាំឃើញនៅពីក្រោយព្រឹទ្ធាចារ្យគូចង់ដាច់ខ្យល់ទូសិនទះមួយដៃមកបន្ថែមទៀតព្រឹទ្ធាចារ្យគូប្រើប្រាស់ធម្មពលទៅទប់ទល់ខ្ទាតចេញមកវិញទូសិននិយាយថាប្រសិនបើយុទ្ធសិលរបស់គេស្ថិតនៅក្នុងដំណាក់កាលដូចកាលពីមុនត្រឹមតែមួយដៃស្រមោចច្បាស់ជាស្លាប់ព្រឹទ្ធាចារ្យគូដែលត្រូវរបួសវាកើមប្រាប់ទៅកាន់អ្នកអង្គម្ចាស់ឈិញឲ្យឆាប់បញ្ឈប់បិសាចមួយនេះភ្លាមនិយាយចប់សន្លប់ឈឹងណានកងលិញហៀបនឹងរត់ចូលសនឡោហាមឃាត់ប្រាប់ទៅកាន់អ្នកអង្គម្ចាស់ព្រឹទ្ធាចារ្យគូគាត់គឺជាអ្នកខ្លាំងជាងគេនៅក្នុងចំណោមពួកគេទាំងអស់គ្នាគាត់បានដុតបំផ្លាញតានធានដើម្បីប្រយុទ្ធហើយនៅតែមិនឈ្នះនៅទីនេះគ្មាននរណាម្នាក់គឺជាដៃគូរបស់ស្ដេចបិសាចទូសិននៅឡើយបើទោះបីជាពួកគេរួមកម្លាំងគ្នាក៏ដោយហងឡោថាមិនចាំបាច់ខំប្រឹងនោះទេគ្មានប្រយោជន៍អ្វីទេអ្នកទាំង3ហៀបនឹងដើរចេញលីងនិយាយថាចាំសិនពូវាងបើសិនជាយើងដកថយនៅពេលនេះតើនឹងមានអ្វីកើតឡើងសម្រាប់កងទ័ពរបស់យើងតើនឹងមានអ្វីកើតឡើងចំពោះលោកគ្រូគូសុនចៅហ្វាងហើយនឹងឈិញស៊ាន់ស៊ាន់ឡោនិយាយថាមកដល់ដំណាក់កាលនេះពួកយើងមិនអាចធ្វើអ្វីបាននោះទេដរាបណានៅតែប្រយុទ្ធគឺនាំតែខាតបង់នៅជីវិតបន្តនោះទេព្រឹទ្ធាចារ្យទាំងពីរងក់ក្បាលដាក់គ្នាលោតទៅក្រោយដណ្ដើមសេះរបស់កងទ័ពបំបោចេញបាត់ទៅអ្នកអង្គម្ចាស់ឈិញដកដង្ហើមធំម្ដងទៀតហៅលីងទ្រង់ថាទ្រង់មិនមែនមិនចង់ជួយនោះទេតែគ្មានលទ្ធភាពនៅក្នុងការជួយលីងតបវិញក្នុងនាមជា
ព្រះនាងរបស់នគរលីយ៉ាងនាងមិនបោះបង់ចោលនៅយុទ្ធមិត្តប្រជាជនរបស់នាងថែមទាំងមិនអាចរត់ចោលយករួចខ្លួនតែម្នាក់ឯងនោះទេបើទោះបីជាក្តីសង្ឃឹមត្រឹមតែ 1% ក៏នាងនៅតែតស៊ូប្រយុទ្ធសម្រុកទៅមុខដែរនិយាយចប់លីងអឺសម្រុកទៅខាងមុខទូសិននិយាយថាតាចាស់អាឈាមរបស់ឯងពិតជាខ្លាំងប្រសិនបើគេលេបចូលទៅក្នុងពោះត្រាច្បាស់ជាបំបែកបានទាំងស្រុងស្របពេលដែលទូសិនប្រើប្រាស់ដៃដ៏ធំមកព្រឹទ្ធាចារ្យគូប្រើប្រាស់កម្លាំងចុងក្រោយទៅទប់ទល់លីងអឺមកដល់ព្រឹទ្ធាចារ្យគូប្រាប់ឲ្យលីងអឺថារត់ទៅកុំបារម្ភពីគាត់ឆាប់រត់ចេញឲ្យបានឆាប់ទៅលីងអឺរត់មកវិញប្រាប់ថាបើចង់ទៅគឺទៅជាមួយគ្នាដរាបណាលោកគ្រូនៅនាងក៏នៅជាមួយដែរទូសិនចង់រត់ទៅណាថ្ងៃនេះមនុស្សគ្រប់គ្នានៅទីនេះគឺនឹងត្រូវក្លាយជាអាហាររបស់គាត់ទាំងអស់ស្របពេលនោះមានចំហាយមួយផ្ទុះចេញពីក្រោមជើងរបស់ទូសិនស្រែកថាលំពេងសម្រាប់ព្រះព្រឹទ្ធាចារ្យគូហាក់ភ្ញាក់ផ្អើលនិយាយថាមានរឿងអ្វីកើតឡើងហេតុអ្វីបានជាបិសាចបុរាណដកកម្លាំងចេញទៅវិញភ្លាមមានរឿងអ្វីកើតឡើងនៅខាងក្រោមលីងអឺនិយាយថាចៅហ្វាំងនៅខាងក្រោមតើមានអ្វីកើតឡើងចំពោះគាត់កាន់មកកាន់ខាងចៅហ្វាំងនឹងឈិញស៊ន់វិញចៅហ្វាំងកំពុងតែប្រើប្រាស់កម្លាំងដ៏ខ្លាំងដើម្បីដកលំពេងខំប្រឹងម្ដងហើយម្ដងទៀតគាត់និយាយថាចិត្តហើយគាត់អាចឈានដល់កម្រិតកំពូលហើយទូសិននិយាយថាសត្វល្អិតឯងហ៊ានខ្លាំងណាស់ហ៊ានដកលំពេងសម្រាប់ព្រះដើម្បីមកសម្រាប់យើងឯងកំពុងតែរកនៅសេចក្តីស្លាប់ហើយថែមទាំងយាដៃវាយចុះទៅឈិញសៀនដែលនៅខាងមុខនិយាយថាយឺតពេលហើយឲ្យនាងសុំទោសផងចៅហ្វាំងបញ្ចេញដាវក្រវាសចុះឡើងថែមទាំងលោតចូលទៅប្រយុទ្ធជាមួយនឹងទូសិនចៅហ្វាំងងាកមកក្រោយប្រាប់ថាឈិញសៀនកុំអីស្របពេលដែលឈិញសៀនហោះឡើងទៅខាងលើនាងនិយាយថាមុនពេលស្លាប់នាងបានប្រគិស្មាប្រយុទ្ធជាមួយនឹងលោកនាងគ្មានអ្វីត្រូវសោកស្ដាយនៅក្នុងជីវិតនោះទៀតទេបើវាសនានៅតែមានពួកយើងនឹងជួបគ្នាម្ដងទៀតនៅជាតិក្រោយឈិញសៀនមកវិលខ្លួនមួយជុំដកដាវស្រែកថាសេចក្តីវិនិច្ឆ័យទាំង8និងទិសទាំង6អំណាចនៃ10000ខ្ញុំផ្ដល់ជូនរាងកាយរបស់ខ្ញុំជូនទៅឋានសួគ៌និងផែនដីបោះពួយដាវសម្រុកទៅរកទូសិនចៅហ្វាំងនៅខាងក្រោមប្រើប្រាស់កម្លាំងដៃជំនួយដកមិនបានប្រើប្រាស់ដៃទទេដកយកតែម្ដងប្រើប្រាស់កម្លាំងដ៏ខ្លាំងស្រែកផងអីផងរំកិលម្ដងបន្តិចស្រែកថាលំពេងសម្រាប់ព្រះចេញមកក្រោយស្រែកចង់បែក speaker របស់ admin ជះនៅចំហាយកម្លាំងធាតុផ្ទុះចេញមកខាងក្រៅដៃស្ដាំកាន់លំពេងប្រហារព្រះបង្វិលខ្លួនមួយជុំបើកភ្នែកមកវិញសាច់រឿងភាគទី24របស់យើងក៏បានចប់មកដល់ត្រឹមហ្នឹងអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានតាំងពីដើមរហូតមកដល់ចប់ហើយយើងជួបគ្នានៅវីដេអូក្រោយបន្តទៀតជម្រាបលាបាទសួស្តីអ្នកទាំងអស់គ្នាជួបគ្នាម្ដងទៀតជាមួយនឹងរឿងកំពូលអ្នកប្រយុទ្ធនៅក្នុងពិភពនិមិត្តរដូវកាលទី1ភាគទី25ទាំងអស់គ្នាចាប់ផ្ដើមនៃសាច់រឿងក្រោយព្រឹទ្ធាចារ្យសននិងហងកំពុងបំបោសេះចេញទៅស្រាប់តែឃើញឈីងសនកំពុងតែប្រយុទ្ធជាមួយនឹងអតិទេពបិសាចទូសិនសនឡោនិយាយថានោះគឺជាបច្ចេកទេសនៅក្នុងការបូជាឋានសួគ៌របស់បក្សសនជីហងឡោនិយាយថានាងកំពុងតែធ្វើអ្វីនាងឈួតមែនទេកាត់មកខាងឈីងសនវិញកំពុងតែទប់ទល់ជាមួយនឹងធម្មពលរបស់ទូសិនស្រាប់តែមានពន្លឺមួយចាំងជះចំវិសាចទូសិនខ្ទាតទៅម្ខាងឈីងសននិយាយថាមានរឿងអ្វីកើតឡើងសម្រាប់ការលះបង់របស់នាងត្រូវប្រាជ័យយ៉ាងដូចម្ដេចនៅពេលដែលកំពុងតែធ្លាក់ចុះទៅខាងក្រោមហៀបនឹងបិទភ្នែកទៅហើយពូហ្វាងលោតមកពីក្រោយ3បងត្រកងឈីងសននៅនឹងដៃថែមទាំងនិយាយទៀតថាខ្ញុំចៅហ្វាងជីវិតមានតែមួយបើចង់ស្រឡាញ់គឺស្រឡាញ់នៅជីវិតមួយនឹងហើយកុំចាំបាច់ដល់ឆ្លងដល់ជាតិក្រោយអីឈប់ធ្វើអ្វីល្ងងបែបហ្នឹងទៀតទៅព្រឹទ្ធាចារ្យគូនិយាយថារឿងព្រេងពីបុរាណបិសាចទូសិនត្រូវបានផ្សារភ្ជាប់ជាមួយនឹងលំពេងប្រហារអតិទេពសុំដូរឈ្មោះវិញក៏ព្រោះតាហៅអញ្ចឹងវាពិរោះជាងដោយមិននឹកស្មានថាចៅហ្វាងគេអាចដកលំពេងមួយនេះបានឈិញសន់នៅក្នុងរង្វង់ដៃរបស់ចៅហ្វាងនិយាយថាទីបំផុតលោកអាចដកបានហើយ admin រៀនដល់ HSK 4 សាក់ដែរតែមិនដឹងថានៅពេលណាដែលគេបកថាបងហើយពេលណាគេបកថាអូនអញ្ចឹងបើសិនជា admin បកខុសសូមខន្តីអភ័យទោសឲ្យ admin ផងចៅហ្វាងចាប់ស្មារបស់ឈិញសន់និយាយថារងចាំគាត់ទៅតែមួយផ្លែតទេគាត់នឹងត្រឡប់មករកនាងវិញនិយាយចប់ហោះទៅប្រយឈិញសន់នៅខាងក្រោមបានត្រឹមនិយាយខ្សឹបនៅក្នុងចិត្តថាកុំឲ្យចៅហ្វាងមានរឿងអ្វីកាត់ឡើងចៅហ្វាងហោះទៅលើក្រវីលំពេងពី3ជុំទូសិននិយាយថាឯងគ្រាន់តែជាចៃដែលមានកម្រិតអ៊ូជាងឬក៏កម្រិតទី3ផ្កាយ9ដ៏តូចតាចតែប៉ុណ្ណោះតែឯងអាចដកលំពេងប្រហារអតិទេពបានដោយរបៀបណាចៅហ្វាងតបវិញត្រូវឲ្យគាត់បាននិយាយឲ្យថាគ្រប់ការព្យាយាមគង់តែបានសម្រេចក្រវីលំពេងឆាច់ស្រែកថាលំពេងប្រហារអតិទេពឈោតចុះឈោតឡើងទៅលើខ្លួនធូសិនមូឈីនិយាយថាចៅតូចពិតជាអាចដកលំពេងប្រហារអតិទេពបានមែនលំពេងមួយនេះ
វាតាក់ទងជាមួយនឹងខ្សែជីវិតរបស់ស្ដេចបិសាចទូសិនគាត់ត្រូវតែបញ្ឈប់គេភ្លាមកាន់លំពេងហោះសម្ដៅទៅរកចៅហ្វាងព្រឹទ្ធាចារ្យគូក៏រលែកមើលឃើញប្រាប់គ្នាឲ្យជួយបញ្ឈប់ម៉ូឈីកុំឲ្យទៅរារាំងចៅហ្វាងក្រោយព្រះអង្គម្ចាស់ឈីទៅក្រោកពីដេកក្រោយគេនិយាយថាក្មេងល្អិតនេះពិតជាអាចដកលំពេងប្រហារអាទិទេពបានមែនសុនឡោនិងហុងឡោនិយាយព្រមគ្នាលោតចេញពិសេសជាមួយនឹងលំពេងប្រហារអាទិទេពនៅក្នុងដៃពួកយើងច្បាស់ជាមានឱកាសនៅក្នុងការយកឈ្នះក្នុងសមរភូមិមួយនេះម៉ូឈីហោះទៅដល់ស៊ីមួយជើងរបស់ព្រឹទ្ធាចារ្យគូនៅខាងក្រោយសុនឡោនិងហុងឡោមួយវាយខាងឆ្វេងមួយវាយខាងស្ដាំចៅហ្វាងហោះប្រតិសិនជុំវិញដៃកាន់លំពេងហោះចុះហោះឡើងធូសិនវាយមិនត្រូវធូសិនងាកមកវិញទះមួយដៃចៅហ្វាងនៅតែបន្តគិចធូសិននៅតែបន្តវាយខ្ទេចតែជញ្ជាំងថ្មធូសិនទះមួយដៃចេញទៅចៅហ្វាងរឡាតមួយជុំចាប់លំពេងឆូតពីដៃម្ខាងទៅដៃម្ខាងទៀតធ្វើឲ្យធូសិនស្រែកដោយក្តីឈឺចាប់ចៅហ្វាងលើកលំពេងឡើងទៅខាងលើលំពេងប្រែរូបរាងបើកស្លាបឬអីមិនដឹងចាំអេដមីនដាក់ឲ្យមើលពេញបើសិនជាកាត់ទៅក្រុមហ៊ុនអត់ចាប់លើកលំពេងចាំងជះធម្មពលឡើងទៅខាងលើធូសិននិយាយថាទេឯងចង់ឃុំខ្លួនរបស់គាត់ម្ដងទៀតតើមែនទេធូសិនប្រើកម្លាំងបំបែកថ្មគប់ទៅរកចៅហ្វាងគិចទៅឆ្វេងគិចទៅស្ដាំគិចមួយទៀតមិនផុតប្រើលំពេងចាក់តែម្ដងក្រវីលំពេងក្រលាស់ខ្លួនមួយជុំប្រើធម្មពលចាក់ចុះមករកធូសិនមួយទំហឹងកម្លាំងធម្មពលចាំងជះធ្វើឲ្យអ្នកក្លាហានគ្រប់រូបមើលចំហមាត់ធូសិនព្យាយាមប្រើដៃទាំងទ្វេទៅទប់ចៅហ្វាងស្រែកថាអាបិសាចមកអាក្រក់បិទត្រាឃុំក្រងប្រើកម្លាំងចាក់ទៅបន្ថែមទម្លុះខ្លួនរបស់ធូសិនទៅម្ខាងផ្ទុះចំហាយចាំងជះពេញទីលានប្រកួតធូសិនរៀបចំនឹងអស់អាគុយនិយាយថាខ្ញុំទៅតែរួចផុតពីត្រាឥឡូវឯងឃុំខ្ញុំថែមទៀតមិនទាន់បានតលេងបាញ់ទឹកចូលឆ្នាំផងលោកដៃហៀបទៅនឹងចាប់ទៅកាន់ចៅហ្វាងដៃក៏អស់អាគុយបាត់ទៅគូឡៅនិយាយថាចៅហ្វាងធ្វើបានជោគជ័យហើយបិសាចបុរាណត្រូវបានបិទត្រានៃអង្គម្ចាស់ឈិញងាកទៅក្រោយសួរទៅកាន់ម៉ូឈីអួតទៀតទៅអួតអេដមីនថែមខ្លួនឯងនោះទេទ្រង់និយាយថាឯងលែងមានអ្នកសំអាងទៀតហើយមិនឆាប់សុំចុះចាញ់ទៅម៉ូឈីងាកមើលឆ្វេងស្ដាំសុទ្ធតែគ្នាគេនិយាយថាថ្ងៃនេះពួកឯងសំណាងល្អថែមទាំងប្រើប្រាស់ស្នៀតជ្រែកដីដើម្បីគិចខ្លួនសុនឡោប្រាប់គ្នាថាគេគិចខ្លួនទៅហើយប្រញាប់តាមគេព្រឹទ្ធាចារ្យទាំងពីរបំរុងនឹងតាមណានកងជាវហាមឃាត់ថែមទាំងប្រាប់មិនឲ្យតាមនៅមានពេលជាច្រើនទៀតឲ្យគេគិចខ្លួនសិនទៅចៅហ្វាងក្រោយប្រយុទ្ធអស់រយៈពេលជាយូរមកនិយាយថាទីបំផុតចប់ហើយស្រាប់តែពេលនោះមានស៊ីស្ទឹមបន្លឺឡើងថាសារព្រមានកម្លាំងត្រូវបានខ្សត់ខ្សោយបានន័យថាអស់អាគុយចៅហ្វាងបានប្រើប្រាស់ធម្មពលច្រើនជ្រុលហើយហៀបនឹងអស់អាគុយត្រូវការបញ្ចូលអាគុយភ្លាមអត់ចាក់ម៉ាស៊ូទេម៉ាស៊ូថ្លៃពេកចៅហ្វាងថាមិននិយាយលឿនតិចធ្លាក់ខ្ពាកឈិញស៊ន់លោទៅចាប់ហើយបាននាំចុះទៅក្រោមដោយសុវត្ថិភាពគូឡៅនិយាយថាអ្នកនាងម៉ូគាត់ក៏ចេះដឹងខាងផ្នែកព្យាបាលឬក៏ជាគ្រូឱសថដែរຕົកគេឲ្យគាត់ជាអ្នកមើលថែឈិញស៊ន់ក៏បានប្រគល់ទៅឲ្យគូឡៅមើលថែបន្តព្រឹទ្ធាចារ្យប្រើប្រាស់យុទ្ធសិលចាប់ជីបចោមើលអ្នកអង្គម្ចាស់ឈិញប្រាប់ទៅកាន់ព្រឹទ្ធាចារ្យគូត្រូវតែព្យាបាលគេឲ្យបានគេគឺជាវីរៈបរិះការពារនគរលីយ៉ាងរបស់យើងគូឡៅនិយាយថាទ្រង់ទុកចិត្តចុះចៅហ្វាងគេគ្រាន់តែអស់កម្លាំងខ្លាំងពេកក្រោយការប្រយុទ្ធរួចទុកពេលឲ្យគេសម្រាប់ព្យាបាលយកកម្លាំងទៅអស់អីហើយម្ចាស់ដីទាំងពីរហាក់ធូរស្បើយអារម្មណ៍នៃអង្គម្ចាស់ឈិញបើកច្រកលំហបញ្ចេញនៅទូកមួយនិយាយថាអញ្ចឹងកុំចាំបាច់បងអង្គពេលយូរពួកយើងចេញដំណើរទៅក្រោយគូឡៅគ្រាចៅហ្វាងឡើងទូកលីងអឺដើរទៅសួរឈិញស៊ន់ថានាងនិងចៅហ្វាងស្គាល់គ្នាតើមែនទេឈិញស៊ន់ងក់ក្បាលថាស្គាល់ថែមទាំងប្រាប់ថាចៅហ្វាងគេបានជួយសង្គ្រោះជីវិតរបស់នាងកាលពីមុនលីងអឺគិតថាមើលទៅដីប្រហែលទិញមិនទាន់គេនោះទេស៊ន់ឡៅហៅឈិញស៊ន់ប្រញាប់ឡើងហើយត្រៀមខ្លួនពួកយើងនឹងត្រូវទៅរាជធានីឆាប់យ៉ាងណាមិញការធ្វើដំណើរចុះពីលើភ្នំនេះគឺសម្រាប់ការរៀបការរបស់នាងជាមួយនឹងចៅយុនចុងឈិញសៀនងក់ក្បាលប្រាប់ថានាងដឹងហើយក៏ដើរចេញទៅលីងអឺគិតថាមូឈិញសៀននិងចៅយុនចុងបានភ្ជាប់ពាក្យគ្នារួចទៅហើយអញ្ចឹងនាងនិងចៅហ្វាងនៅមានសង្ឃឹមនៅឡើយមូឈីដែលគិចខ្លួនរួចនិយាយថាពួកគេឃុំអតិទេពបិសាចបុរាណធូសិនលំពេងប្រហារអតិទេពមិនអាចយកចេញឆ្ងាយពីបិសាចបុរាណនោះបានទេអាណាចក្រលីយ៉ាងគ្រួសាររាជវង្សត្រកូលណានកុងលើក្រោយគាត់នឹងសងសឹកឲ្យកាន់តែសាហាវថែមទាំងសើចយ៉ាងកំណាចសាច់រឿងរបស់យើងក៏បានចប់នៅត្រឹមហ្នឹង75ភាគទៅហើយនៅក្នុងរោងភ្នំក្រហមតែតមើលទៅចង់វិលមុខភាគក្រោយយើងមើលទៅសម្រស់នគរលីយ៉ាងវិញថាតើសម្រស់របស់នគរលីយ៉ាងថាតើទៅជាយ៉ាងណាយើងជួបគ្នានៅវីដេអូក្រោយបន្តទៀតអរគុណជម្រាបលា